ម្យ៉ាងទៀតការរៀបការជាមួយខ្ញុំអ្នកមានតែរឿងសប្បាយរងចាំឲ្យរឿងដោះស្រាយរួចរាល់ខ្ញុំនឹងនាំគាត់មកទីនេះប៉ុន្មានឆ្នាំនេះខ្ញុំពិតជាធ្វើប្រហែសគាត់ដោយសារការងារខ្ញុំស្ដាប់តាមអ្នកទាំងអស់បានហើយសម្រាប់ឲ្យបានឆាប់ថ្ងៃស្អែកមានពិធីចុះហត្ថលេខាទៀតគេងទៅខ្ញុំបានដកលុយទាំងអស់ពីកណេក្រុមហ៊ុនឆោតដោយជោគជ័យហើយរងចាំពេលឈៀវខោចុះហត្ថលេខានៅថ្ងៃស្អែកក្របបែកនេះនឹងផ្ទុះឡើងពេលនោះឆេសៀននឹងក្រកសត់ជឺសែននឹងចូលគុកចំណែកឈៀវឆើនឹងស្លាប់ដោយមិនធម្មតាហើយយើងនឹងកាន់កាប់ទ្រព្យសម្បត្តិទាំងអស់ហានេះគឺបាញ់ព្រួយមួយត្រូវសត្វ3ពិតជាស័ក្តិសមណាស់តាំងពីអ្នកក្រុមហ៊ុនឆោតតូចតាចអីតាំងពីឪពុកម្ដាយខ្ញុំចាត់ទុកខ្ញុំជាកូនសម្រាប់រៀបការភ្ជាប់សម្ព័ន្ធអាជីវកម្មអ្វីដែលខ្ញុំចង់បានមិនមែនត្រឹមតែប៉ុណ្្នឹងទេគ្រួសារខាមើលងាយខ្ញុំធ្វើឲ្យខ្ញុំខ្លាចជាការសើចចំអកហាខ្ញុំចង់ឃើញពួកគាត់សើចចេញមកដោយរបៀបណាបងប្រុសសិនយ៉ាវថ្ងៃល្អរបស់យើងជិតមកដល់ហើយហាយល់លេជីមកយឺតជាង1ខែហើយមិនមែនជាកូនតើកូនដឹងថាម៉ាក់នឹងសុំប៉ារៀបការហើយចង់ជូនកាដូដ៏គួរឲ្យភ្ញាក់ផ្អើលដល់ប៉ាដែរឬប៉ាជីដូនកូនដឹងច្បាស់ជាសប្បាយចិត្តខ្លាំងណាស់គាត់តែងតែនិយាយថាចង់ចៅហើយខេងសេងសូមអបអរសាទរយើងនឹងដំឡើងចប់ហើយធានាថាឈឺសែនមកដល់ផ្ទះភ្លាមនឹងឃើញតែម្ដងអរគុណខ្ញុំមានអារម្មណ៍ថារឿងល្អតែងតែកើតឡើងតាំងពីអ្នកនឹងឈឺសែនត្រូវគ្នាសូមអបអរសាទរហាសូមអបអរសាទរហាសូមអបអរសាទរសូមអបអរសាទរសូមអបអរសាទរលោកជំទាវជាវដែលបានឈ្នះកិច្ចសហប្រតិបត្តិការក្រុមហ៊ុនរបស់ក្រុមហ៊ុន Shen កំពុងឡើងខ្លាំងឡើងទៀតយោងតាមនិន្នាការនេះមិនដល់1ខែតម្លៃទីផ្សាររបស់ Shen នឹងត្រឡប់មកវិញល្អណាស់ពិតមែនហើយសូមអបអរសាទរអ្នកជាវខពាក្យពេចន៍សរសើរមិនចាំបាច់ទេខ្ញុំត្រូវអបអរសាទរអ្នកដែលបានមកដល់ឋានរោគហាគឺគាត់បានឲ្យលុយខ្ញុំ50លានដើម្បីឲ្យខ្ញុំដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការលោកស្រីឈៀវខោអ្នកជាប់សង្ស័យពីបទសូកប៉ាន់សាធារណៈឥឡូវនេះអ្នកត្រូវទៅជាមួយពួកយើងដើម្បីសាកសួរក៏អាចទៅរួចតែងចឹងអ្នកណាគឺអ្នកត្រូវដឹងពីស្ថានភាពសិនជួយរកមេធាវីឲ្យខ្ញុំផងShen Jaiweiតើអ្នកបានធ្វើអ្វីខ្លះដូច្នេះឆេសៀនក៏មានអារម្មណ៍ប្រញាប់នឹងភ័យខ្លាចដែរឬអ្នកឈឺសែន
ខ្ញុំធ្លាប់ស្រឡាញ់អ្នកប៉ុន្តែអ្នកបានប្រើប្រាស់ក្តីស្រឡាញ់របស់ខ្ញុំដើម្បីធ្វើឲ្យខ្ញុំអាម៉ាស់ម្ដងហើយម្ដងទៀតឥឡូវនេះដល់វេនខ្ញុំហើយចង់បានម្ដាយរបស់ឈៀវនៅរស់គឺត្រូវស្ដាប់តាមខ្ញុំដោយស្ងៀមស្ងាត់រងចាំដំណឹងពីខ្ញុំបងស្រីខែឈឺ Sharon បានដាក់ប្រាក់យ៉ាងច្រើនជាមុននៅក្នុងក្រុមហ៊ុនបុតសម្ព័ន្ធមួយដែលសហការយ៉ាងជិតស្និទ្ធជាមួយ Shen Group គ្រាន់តែរងចាំពេលបងស្រីខចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឆ្លងប្រតាំងនៃការទទួលសំណូកដើម្បីឆ្នេះមិនត្រឹមតែកិច្ចសហប្រតិបត្តិការរបស់បងស្រីខនឹងក៏នឹងប្រឈមមុខនឹងការខ្សែធនផងដែរទោះជាយ៉ាងណាខ្ញុំបានដាក់ឯកសារពាក់ព័ន្ធហើយបងស្រីខនឹងត្រូវបានឃុំខ្លួនអត្ថបទមកសហការជាមួយការស៊ើបអង្កេតក្នុងអំឡុងពេលនោះឈឺ Sharon នេះធ្វើឲ្យខូចខាតដល់ស្ទើរ 1000 ប៉ុន្តែខូចខាតតើគាត់ចង់បានអ្វីឈឺ Sharon គ្រាន់តែជាមនុស្សល្ងងដែលត្រូវ Shen Jaiwei អូសទាញប៉ុណ្ណោះគាត់គិតថាខ្លួនលះបង់ដើម្បីស្នេហាប៉ុន្តែការពិតគឺផ្ដល់ផលប្រយោជន៍ដល់តណ្ហារបស់ Shen Jaiwei យើងក៏បានរកឃើញរឿងចម្លែកមួយទៀតអ្នកមើល Shield របស់ឈឺ Sharon បានចូលទៅក្នុងបណ្ដាញផ្ទៃក្នុងម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុនបានថវិកាទាំងអស់នៅលើសំណេរក្រុមហ៊ុន Q Group ត្រូវបានផ្ទេរទៅកាន់កញ្ញាមូលនិធិនៅក្រៅប្រទេសដោយសារមូលនិធិនេះដាច់ដោយឡែកពីប្រព័ន្ធហិរញ្ញវត្ថុរបស់ក្រុមហ៊ុនដូច្នេះយើងមិនបានរកឃើញទាន់ពេលទេ Shen Jaiwei ពិតជាគិតល្អណាស់ឲ្យឈឺ Sharon ចូលគុកហើយគាត់និងស្រីកំណានរបស់គាត់រត់គេចខ្លួនដោយសប្បាយសំណាងហើយដែលខ្ញុំបានត្រៀមលក្ខណៈទុកមុនទឹកប្រាក់ទាំងនេះមុនពេលមានការបញ្ជាក់ជាលើកទី2ទោះបីជាត្រូវបានផ្ទេរទៅក៏អាចដកថយបានដែរទឹកប្រាក់ 10,000 លានបានចូលកាន់នេះហើយវ៉ាឥឡូវនេះមើលទៅ Shen Jaiwei ពិតជាធ្វើការឥតប្រយោជន៍មែនអីយ៉ាអ្នកដែលលងស្នេហ៍លិតជាងគេដល់កម្រិតឈឺ Sharon ពិតជាប្លែកមែនឆ្លាតពេកបែរជាខុស Shen Jaiwei ប្រហែលជាគិតមិនដល់ទេថាលុយដែលគាត់ចង់បានត្រូវបានខ្ញុំផ្ទេរទៅកាន់នីមូលនិធិដែលខ្ញុំបានបើកឲ្យឆេវខអ្នកផ្ទេរទៅក្រុមហ៊ុន Shen ធ្វើអ្វីរៀបការជាមួយប្រពន្ធឈឺ Sen ខ្ញុំដកពាក្យដែលខ្ញុំនិយាយមុននេះវិញអ្នកទើបជាអ្នកលិតជើងឆេវខដល់ទីបំផុតត្រូវហើយតើកម្ដាយរបស់ឆេវខឃើញហើយឬនៅនៅឡើយទេប៉ុន្តែខ្ញុំបានឲ្យមនុស្សពេញទីក្រុងរកហើយប្រហែលជាល្ងាចនេះនឹងមានដំណឹងលោកខាយើងបានឃើញឈៀវខត្រូវបានគេនាំខ្លួនតាមទូរទស្សន៍ឈៀវឆកំពុងមានផ្ទៃមិនអាចទ្រាំនឹងការលំបាកឡើយថ្ងៃនេះឈៀវខក្រុងនឹងប្រាប់ដំណឹងល្អនេះដល់អ្នកបន្ទាប់ពីពិធីចុះហត្ថលេខាហើយបានឲ្យយើងជួយតុបតែងដើម្បីសុំអ្នករៀបការលោកខាបើអ្នកត្រូវការឲ្យយើងជួយអ្វីសូមប្រាប់យើងភ្លាមឈៀវឆមានផ្ទៃពោះឲ្យមេធាវីដាក់ពាក្យស្នើសុំដោះលែងក្រៅឃុំ3ម៉ោងភ្លាមខ្ញុំត្រូវជួបឈៀវខបាទឈឺសៀនមកទីនេះម្នាក់ឯងបើបោះបង់ខ្ញុំមិនខ្វល់នឹងឲ្យម្ដាយគាត់ស្លាប់ជាមួយខ្ញុំទេ Shen Jaiweiបើអ្នកហ៊ានប៉ះសក់មួយសរសៃរបស់ម្ដាយក្មេកខ្ញុំនឹងមិនទុក Shen Kiao ទេខ្ញុំមិនខ្លាចទេអ្នកមិនមកឈៀវគឺជាចំណុចខ្សោយរបស់អ្នកហើយខ្ញុំនឹងខ្លាចជាចំណុចខ្សោយរបស់ឈៀវខហាពូខ្ញុំបានប្រាប់ឲ្យមកឥឡូវនេះអ្នកកំពុងមានផ្ទៃពោះត្រូវហើយឈៀវខមនុស្សរបស់យើងកំពុងប្រញាប់មកទីនេះហើយគឺឈីវីគាត់ចាប់ជំរិតម៉ាក់ទៅពូស្ថានការប៉ាបានកាត់អ្វីមួយដោយសារខ្ញុំហើយបើម៉ាក់ទៀតអីចឹងអ្នករងចាំខ្ញុំនៅទីនេះអ្នកជឿខ្ញុំប្រកាសជានឹងនាំម៉ាក់យើងចេញមកដោយសុវត្ថិភាពដើម្បីកូនរបស់យើងអ្នកក៏គួរតែនៅទីនេះដែរម្យ៉ាងទៀតគ្រាន់តែភាពសង្ហារបស់ខ្ញុំក៏អាចដោះស្រាយរឿងនេះបានដែរឈឺសែនអ្នកមិនចេះចាំមេរៀនសោះខ្ញុំឲ្យអ្នកមកតែម្នាក់ឯងនាំមនុស្សច្រើនម្លេះតើមកស្លាប់ជាមួយខ្ញុំឬជប់និយាយផ្ដេសផ្ដាសលែងម្ដាយក្មេកខ្ញុំទៅនេះជាការរន្ទាទោសដែលអ្នកមិនស្ដាប់បង្គាប់ Shen Jaiwei តើអ្នកចង់ធ្វើអ្វីអ្នកកុំមកចិត្តបើអ្នកមកចិត្តទៀតខ្ញុំនឹងសម្លាប់ស្ត្រីចំណាស់នេះមែនទែនហើយខ្ញុំនឹងប្រាប់ការពិតដល់អ្នក
លុយដែលអ្នកបានផ្ទេរត្រូវបានតាមយកមកវិញហើយឥឡូវនេះអ្នកត្រឡប់ក្រោយនៅមិនទាន់ហួសពេលទេនៅអាចទទួលបានការបន្ធូរបន្ថយទោសមិនអាចទេលុយនោះខ្ញុំបានដកចេញពីបណ្ដាញផ្ទៃក្នុងដោយផ្ទាល់អ្នកប្រកាសជាកុហកខ្ញុំហើយហាហាហាជាសៀនខ្ញុំមិននឹកស្មានថាខ្ញុំបានគិតគូរគ្រប់យ៉ាងហើយនៅតែខ្វះមួយជំហានទៀតលែងគាត់ទៅ